សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel សម្បត្តិដំណើររឿងដែលរឿងរ៉ាវរបស់យើងថ្ងៃនេះគឺជារឿងរ៉ាវរបស់បងប្រុសហើយនិងឪពុករបស់គាត់ដែលគាត់បានជួបនៅពេលដែលគាត់បានទៅជួលតូបនៅក្នុងផ្សារមួយកន្លែងហើយកំឡុងពេលដែលពួកគាត់បានស្នាក់នៅក្នុងតូបនោះគឺពួកគាត់បានជួបហេតុការណ៍រន្ធត់និងរឿងគួរឲ្យខ្លាចជាច្រើននៅក្នុងនោះហើយហេតុការណ៍នីមួយៗហ្នឹងវាពិតជាសាហាវនិងគួរឲ្យខ្លាចខ្លាំងមែនទែនអញ្ចឹងចង់ដឹងថាបន្ទាប់ពីពួកគាត់បានជួបហេតុការណ៍ទាំងនោះហើយតើពួកគាត់ទៅជាយ៉ាងណាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដែលរឿងរ៉ាវរបស់យើងថ្ងៃនេះគឺបានមកពីការចែករំលែករបស់បងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងរតនាហើយរឿងហ្នឹងគឺវាបានកើតឡើងកាលពីកំឡុងឆ្នាំ2018ហើយរឿងរ៉ាវដែលគាត់បានជួបហ្នឹងក៏មិនមែនជារឿងរ៉ាវដែលកើតឡើងតាំងពីយូរណាស់ទេដែលរឿងរ៉ាវហ្នឹងបងរតនាគាត់បាននិយាយថាឪពុករបស់គាត់ហើយនឹងគាត់ហ្នឹងគឺបានទៅជួលតូបមួយកន្លែងនៅក្នុងផ្សារមួយនៅក្នុងរាជធានីភ្នំពេញហើយផ្សារហ្នឹងផងដែរហ្នឹងគឺគាត់សុំមិនបញ្ចេញឈ្មោះនោះទេព្រោះខ្លាចថាប៉ះពាល់ផ្សាររបស់គេណាដែលឪពុករបស់បងរតនាហ្នឹងគាត់បានជួលតូបមួយកន្លែងនៅក្នុងផ្សារនោះដែលគាត់ថាតូបដែលឪពុកគាត់បានជួលហ្នឹងគឺវាធំហើយនៅក្នុងតូបហ្នឹងគឺវាមានបន្ទប់ជាន់ឡើងទឿមួយទៀតហើយប៉ារបស់បងរតនាហ្នឹងគឺគាត់គឺជាអ្នកជាងនាឡិកាហើយនឹងគាត់បើកជាលក្ខណៈលក់នាឡិកាណាអញ្ចឹងគឺគាត់បើកលក់នាឡិកាផងនិងធ្វើជាជាងជួសជុលផងនៅក្នុងតូបហ្នឹងបន្ទាប់មកទៀតនៅពេលដែលគាត់បានចូលទៅតូបហ្នឹងដំបូងគឺគាត់ថាឪពុករបស់គាត់ហ្នឹងក៏បានទិញផ្លែឈើនិងទិញគ្រឿងសម្រាប់សែននៅក្នុងតូបហ្នឹងដែរព្រោះខ្លាចថាពេលដែលចូលទៅនៅយើងអត់បានសែនឲ្យគេអញ្ចឹងណាអញ្ចឹងបន្ទាប់ពីពួកគាត់រស់នៅក្នុងតូបហ្នឹងណាប្រហែលជា 2-3 ថ្ងៃដំបូងគឺពួកគាត់ហ្នឹងអត់ដែលមានជួបបញ្ហានៅក្នុងតូបហ្នឹងនោះទេបន្ទាប់ពីពួកគាត់បានរស់នៅកន្លែងតូបហ្នឹងប្រហែលជា 2-3 ថ្ងៃហ្នឹងណាក៏ចាប់ផ្ដើមមានរឿងចម្លែកកើតឡើងនៅក្នុងតូបដែលគាត់បានជួលហ្នឹងគាត់ថានៅថ្ងៃដែលកើតរឿងហ្នឹងណាពេលព្រឹកហ្នឹងឪពុករបស់គាត់គឺបើកតូបហ្នឹងដើម្បីលក់នាឡិកានិងជួសជុលធម្មតានោះទេរហូតដល់ល្ងាចឡើងឪពុករបស់គាត់ហ្នឹងក៏បានទៅការគេដែលនៅខាងមុខផ្សារហ្នឹងណាហើយគាត់ក៏បានប្រាប់កូនគាត់ហ្នឹងឲ្យបងរតនាហ្នឹងគឺនៅតូបដើម្បីនៅចាំតូបហ្នឹងទៅគាត់ថាពេលដែលគាត់ទៅការហ្នឹងពេលរៀងយប់បន្តិចបានគាត់ត្រឡប់មកវិញណាបន្ទាប់មកបងរតនាគាត់បាននិយាយថាពេលដែលគាត់បាននៅក្នុងតូបហ្នឹងពេលដែលគាត់កំពុងតែរៀបគេងគាត់ថាម៉ោងប្រហែលជា 10 កន្លះយប់ពេលដែលគាត់រៀបគេងហ្នឹងគាត់ក៏បានឮសំឡេងគេគោះទ្វារនៅកន្លែងតូបរបស់គាត់ហ្នឹងណាដល់ពេលហ្នឹងគាត់ឮសំឡេងហ្នឹងគាត់គិតថាប្រហែលជាគេហ្នឹងគោះទ្វារខាងតូបជាប់គាត់ហើយណាមួយទៀតហ្នឹងគាត់ក៏វាឮសំឡេងកន្លែងការគេហ្នឹងថ្លង់អីអញ្ចឹងណាអញ្ចឹងក៏គិតថាប្រហែលជាគេហ្នឹងគោះតូបដែលគេនៅជាប់គាត់ហ្នឹងណាស្រាប់តែមកស្ទុះក្រោយមកក៏សំឡេងហ្នឹងក៏វាបាត់ទៅវិញបន្ទាប់មកពេលដែលគាត់កំពុងតែរៀបគេងហ្នឹងណាគាត់ក៏ឮសំឡេងគេហ្នឹងមកនិយាយដាក់ក្បែរត្រចៀករបស់គាត់ហើយសំឡេងហ្នឹងគឺជាសំឡេងមនុស្សស្រីចាស់ណាដែលគាត់បាននិយាយថាគាត់សុំបាយហូបផងនិយាយមកដាក់ត្រចៀករបស់បងរតនាណាពេលហ្នឹងបងរតនាគាត់គិតក្នុងចិត្តថាប្រហែលជាគាត់យល់សពអីអញ្ចឹងណាឬក៏គាត់ស្ដាប់ច្រឡំនៅក្នុងបន្ទប់របស់គាត់អញ្ចឹងទៅហើយណាមួយទៀតហ្នឹងវាក៏ឮសំឡេងគេចាក់ធុងបាសការផងដែរណាអញ្ចឹងគាត់ស្ដាប់ជួនកាលថាអាចច្រឡំជាសំឡេងមកពីខាងណាមកពីខាងណីអីអញ្ចឹងណាប៉ុន្តែគាត់ថាថ្ងៃដែលគាត់បានដេកហ្នឹងគឺគាត់ឮច្បាស់មែនទែនគឺជាសំឡេងមនុស្សស្រីចាស់ដែលបានហៅមកនិយាយខ្សឹបដាក់ត្រចៀកគាត់ណាអញ្ចឹងគាត់ថានៅយប់នឹងផងដែរហ្នឹងវាក៏មានរឿងអ្វីកើតឡើងទៀតដែររហូតដល់ស្អែកឡើងឪពុករបស់គាត់ហ្នឹងក៏បើកតូបលក់អីធម្មតាអញ្ចឹងណាពេលដែលពួកគាត់បើកតូបលក់អញ្ចឹងទៅរហូតដល់ល្ងាចឡើងឪពុករបស់គាត់ហ្នឹងក៏បានទៅជួសជុលនាឡិកាហ្នឹងនៅខាងមុខតូបរបស់គាត់ទៀតណាពេលហ្នឹងបងរតនាគឺគាត់នៅក្នុងតូបអីធម្មតានោះទេប៉ុន្តែពេលហ្នឹងគាត់ថាគឺគាត់បានឮឪពុករបស់គាត់ហ្នឹងកំពុងតែនិយាយណាហើយបងរតនាគាត់គិតថាប្រហែលជាឪពុករបស់គាត់ហ្នឹងកំពុងតែនិយាយទូរស័ព្ទជាមួយអ្នកណាផ្សេងទៀតណាស្រាប់តែមកស្ទុះក្រោយមកហ្នឹងឪពុករបស់បងរតនាហ្នឹងក៏បានដើរមកកន្លែងបងរតនាពេលដែលគាត់កំពុងតែនៅក្នុងតូបហ្នឹងណាហើយគាត់ក៏បានសួរមកបងរតនាថាខ្លួនឯងហូបបាយនៅបងរតនាគាត់ក៏បាននិយាយទៅវិញថាគាត់ហូបបាយរួចហើយពេលហ្នឹងឪពុករបស់គាត់ហ្នឹងក៏បាននិយាយមកគាត់វិញថាមិញហ្នឹងថ្ងៃឯងថាទៅសួរប៉ាហូបបាយអត់បងរតនាគាត់និយាយប្រាប់ប៉ាវិញគាត់ថាអត់ទេប៉ាមិញខ្ញុំហូបបាយហើយតែខ្ញុំអត់បានទៅសួរបាយផង
បន្ទាប់មកប៉ារបស់គាត់ហ្នឹងក៏មិនបានសួរដេញដោឲ្យទៀតណាហើយគាត់ក៏បានដើរចេញនៅខាងក្រៅវិញទៅបន្ទាប់មកទៀតណាបងរតនៈហ្នឹងគាត់ក៏បានឃើញប៉ារបស់គាត់ហ្នឹងណាដើរឡើងទៅបន្ទប់ជាន់លើទឿហើយគាត់ហ្នឹងក៏បានស្រែកហៅបងរតនៈហ្នឹងឲ្យឡើងទៅជាន់លើទឿណាពេលដែលបងរតនៈហ្នឹងដើរឡើងទៅដល់ជាន់លើទឿពេលដែលគាត់បើកទ្វារទៅគាត់គឺអត់បានឃើញឪពុករបស់គាត់ហ្នឹងនៅជាន់លើទឿនោះទេហើយបងរតនៈក៏បាននិយាយថាពេលដែលគាត់នៅខាងក្រោមកំពុងតដេកហ្នឹងណាគឺឪពុករបស់គាត់ហ្នឹងគឺបានបក់ដៃហៅហើយនឹងស្រែកហៅគាត់ហ្នឹងឲ្យគាត់ហ្នឹងឡើងទៅជាន់លើទឿណាចុងពេលដែលគាត់ទៅដល់គាត់អត់ឃើញអញ្ចឹងរបៀបគាត់រៀងស្រឡាំងកាំងរៀងឆ្ងល់រៀងខ្លាចចឹងណាប៉ុន្តែនៅក្នុងបន្ទប់ជាន់លើទឿហ្នឹងណាគឺបងរតនៈគាត់ថាគឺគាត់អត់ដែរបានចូលនោះទេគាត់ទៅតែពេលហ្នឹងគឺគាត់ចូលជាលើកដំបូងណាហើយគាត់ក៏បានឃើញថាគឺក្នុងបន្ទប់ជាន់លើទឿហ្នឹងគឺគេបិទយ័ន្តមួយនៅជាប់អញ្ចាំងនៅក្នុងបន្ទប់ជាន់លើទឿហ្នឹងហើយគាត់ថាពេលហ្នឹងគឺគាត់អត់ដឹងថាជាយ័ន្តអីអញ្ចឹងគាត់ក៏បានបកយកទៅបោះចោលបោះអីអញ្ចឹងណាបន្ទាប់មកបងរតនៈគាត់ក៏បានដើរចុះពីជាន់លើទឿហ្នឹងមកវិញណាបន្ទាប់មកប៉ារបស់គាត់ហ្នឹងក៏បានសួរគាត់ថាហែងទៅមកពីណាអីអញ្ចឹងណាបងរតនៈគាត់ថាមុនហ្នឹងក្រែងប៉ាឯងហៅខ្ញុំនៅខាងលើឯងហើយប៉ារបស់គាត់ក៏បាននិយាយថាអញមានហៅឯណាអញនៅខាងក្រៅអង្គុយនៅខាងក្រៅអីលេងអីនៅលក់អីធម្មតាតាប៉ាមានបានហៅកូនឯងឡើងទៅលើណាពេលហ្នឹងបងរតនៈគាត់រៀងរបៀបថាគាត់រៀងស្លាងកាំងណាបងប្អូនគាត់ចាប់ផ្ដើមរៀងខ្លាចណាពេលហ្នឹងអញ្ចឹងនៅយប់ហ្នឹងគឺគាត់របៀបថាគាត់ដេកអីធម្មតាទៅរហូតដល់ស្អែកឡើងពេលផឹកហ្នឹងប៉ារបស់បងរតនៈណាគឺគាត់តែងតែទៅអង្គុយផឹកកាហ្វេជាមួយនឹងរបៀបថាកន្លែងចាស់ដែលគាត់ធ្លាប់ហូបកាហ្វេនៅពេលផឹកឡើងអញ្ចឹងណាអញ្ចឹងពេលហ្នឹងបងរតនៈនៅបើកតូបបើកអីធម្មតានឹងអង្គុយលក់អង្គុយអីអញ្ចឹងណារហូតដល់ល្ងាចឡើងពេលដែលពួកគាត់ហូបបាយហូបអីហើយហ្នឹងប៉ារបស់បងរតនៈហ្នឹងក៏បានឲ្យបងរតនៈហ្នឹងនៅចាំតូបទៅគាត់ថាគាត់ហ្នឹងទៅមើលបងរបស់គាត់ដែរទៅថាបងគាត់ឈឺអីអញ្ចឹងណាគាត់ទៅមើលកូនគាត់អីអញ្ចឹងណាហើយគាត់ឲ្យបងរតនៈហ្នឹងដេកចាំតូបនៅហ្នឹងទៅគាត់ថាប្រហែលជាយប់បន្តិចហ្នឹងបានគាត់ត្រឡប់មកវិញណាចឹងបន្ទាប់ពីគាត់និយាយប្រាប់កូនគាត់អីហើយអញ្ចឹងណាគាត់ក៏បានចេញដំណើរទៅហើយបងរតនៈហ្នឹងគាត់ក៏បានបិទតូបបិទអីអញ្ចឹងណាហើយគាត់ក៏រៀបចំឡើងទៅដេកកន្លែងគាត់អីអញ្ចឹងណាស្រាប់តាមកស្ទុះក្រោយមកបងរតនៈហ្នឹងគាត់ក៏លឺសំឡេងដែលសំឡេងហ្នឹងណាគឺចេញពីបន្ទប់ឡើងទឿនៅខាងលើហ្នឹងអញ្ចឹងគាត់គិតថាប្រហែលជាមានដូចថាគេចោលគេអីយកមកកោះកន្លែងបន្ទប់កន្លែងអីគាត់នៅអីអញ្ចឹងណាគាត់ក៏បានដើរឡើងទៅលើកន្លែងបន្ទប់ឡើងទឿហ្នឹងពេលដែលគាត់បើកទ្វារទៅណាគឺបងរតនៈបានឃើញមានយាយចាស់ម្នាក់ដែលគាត់កំពុងតែឈរនៅក្នុងបន្ទប់ជាន់លើទឿហ្នឹងណាហើយគាត់ថាយាយហ្នឹងគឺអាក្រក់ខ្លាំងមែនទែនដោយគាត់ថាមុខយាយហ្នឹងគឺប្រឡាក់សុទ្ធតែឈាមហើយភ្នែកវិញឡើងលក្ខណៈថាឡើងក្រហមតែទៅណាហើយសក់វិញឡើងសំពងគាត់ថាបងរតនៈគាត់ឃើញអញ្ចឹងណាគាត់រត់ចុះមកដេកនៅខាងក្រោមវិញណាពុកម៉ែបងប្អូនគាត់ថាពេលនោះគឺភ័យខ្លាចខ្លាំងមែនទែនប៉ុន្តែពេលហ្នឹងគាត់ថាយាយហ្នឹងណាគឺអត់ចប់នោះទេគឺយាយហ្នឹងគឺគាត់បានវាចុះមកតាមកម្មចដាហ្នឹងមកខាងក្រោមដែលពេលហ្នឹងបងរតនៈគាត់ថាគឺគាត់ភ័យខ្លាចខ្លាំងមែនទែនគាត់ថាគឺយាយហ្នឹងកំពុងតែវាចុះពីខាងឡើងទឿហ្នឹងណាគាត់វាចុះមកប៉បដូចចិញ្ចក់អញ្ចឹងពុកម៉ែបងប្អូនគាត់ថាស្ដែងខ្លាំងមែនទែនបន្ទាប់មកបងរតនៈគាត់បាននិយាយថានៅពេលដែលយាយហ្នឹងវាចុះមកពីជាន់ឡើងទឿហ្នឹងមកក្រោមគាត់ថាយាយហ្នឹងនិយាយអីច្រើនខ្លាំងមែនទែនរបៀបនិយាយផងយំផងស្រែកដាក់គាត់ផងអញ្ចឹងណាហើយបងរតនៈពេលហ្នឹងគឺគាត់របៀបគាត់ភ័យគាត់ស្លុតខ្លាំងដល់ថ្នាក់គាត់ឡើងស្លាប់ណារហូតដល់ស្អែកឡើងគឺគាត់ដឹងខ្លួនឡើងគឺនៅក្នុងមន្ទីរពេទ្យគាត់ថាពេលហ្នឹងគឺគាត់បើកភ្នែកមកគឺឃើញប៉ារបស់គាត់មុនគេហ្នឹងហើយគាត់ក៏បាននៅថាប៉ារបស់គាត់ហ្នឹងបានសួរមកគាត់ណាគឺថាយប់មិញហ្នឹងឯងកាត់អីកូនឯងអត់ស្រួលខ្លួនមែនបានយប់មិញហ្នឹងកូនឯងស្លាប់តបមកបងរតនៈគាត់បាននិយាយប្រាប់ប៉ារបស់គាត់វិញថាគាត់អត់អីអញ្ចឹងណារបៀបគាត់និយាយរឿងទាំងភ័យបងប្អូនគាត់អត់ហ៊ាននិយាយប្រាប់ពេលដែលគាត់បានជួបរឿងហ្នឹងនៅក្នុងបន្ទប់ហ្នឹងយកទៅនិយាយប្រាប់គាត់ប៉ារបស់គាត់ទេរបៀបថាគាត់និយាយថាអត់អីអញ្ចឹងណាបន្ទាប់មកពួកគាត់ហ្នឹងក៏បានចេញពីពេទ្យមកកន្លែងតូបរបស់គាត់វិញរហូតដល់ល្ងាចឡើងហ្នឹងល្ងាចដែលគាត់ចេញមកពីពេទ្យហ្នឹងណាប៉ារបស់គាត់ហ្នឹងក៏បានប្រាប់បងរតនៈហ្នឹងឲ្យគាត់នៅចាំតូបនៅដេកញតូបហ្នឹងទៅព្រោះគាត់ត្រូវតែមើលបងរបស់គាត់ឈឺដែរអញ្ចឹងគាត់ក៏ប្រាប់ឲ្យគាត់បងរតនៈហ្នឹងណាឲ្យគាត់នឹងមើលថែខ្លួនមើលថែអីអញ្ចឹងទៅរៀបប្រយ័ត្នប្រយែងអញ្ចឹងណាបងប្អូនព្រោះគាត់នឹងត្រូវតែមើលកូនគាត់នៅឈឺដែរអញ្ចឹងណាហើយគាត់ថាតយប់តិចបានគាត់ត្រឡប់មកវិញធម្មតាអញ្ចឹងទៅអ
ចឹងបន្ទាប់ពីប៉ារបស់គាត់ចេញពីតូបនឹងហើយម៉ាស្ទូក្រោយមកហ្នឹងណាបងរតនៈគាត់ក៏លឺសំឡេងចេញមកពីខាងបន្ទប់នៅជាន់លើទឿនឹងទៀតហើយគាត់ថាគ្រាន់តែគាត់លឺសំឡេងនឹងភ្លាមណាគាត់ក៏បានឃើញយាយចាស់ហ្នឹងណាគាត់នឹងគឺបានវាចុះពីជាន់លើទឿនឹងមកខាងក្រោមទៀតពុកម៉ែបងប្អូនគាត់ថាគ្រាន់តែពេលដែលគាត់ឃើញនឹងភ្លាមយាយចាស់ហ្នឹងវាចុះមកលឿនខ្លាំងមែនទែនហើយយាយចាស់ហ្នឹងគាត់ក៏បានវាមកចាប់ជើងបងរតនៈណាបន្ទាប់មកយាយចាស់ហ្នឹងបាននិយាយទៅកាន់បងរតនៈថាអាណាអើយមកនៅតូបអញហើយចង់នៅតូបអញមែនអត់អីទេឯងចាំមើលមកស្ទុះក្រោយមកណាយាយចាស់ម្នាក់ហ្នឹងគាត់ក៏បានចង់និយាយថាគាត់លៀនដាតចេញមកគាត់ថាដាតយាយហ្នឹងគូធ្លាក់វែងខ្លាំងតែឡងចង់ថាឡងដល់ចកេះហ្មងបងប្អូនគាត់ថាគាត់ឃើញអញ្ចឹងហើយណាបងប្អូនបងរតនៈហ្នឹងគឺគាត់បិទភ្នែកហើយគាត់ទិញសូត្រធម៌នៅមោទសៈរហូតណាមកស្ទុះក្រោយមកគាត់បើកភ្នែកមកវិញក៏បាត់យាយហ្នឹងចេញពីក្នុងតូបគាត់ទៅប៉ុន្តែពេលហ្នឹងបងរតនៈគឺគាត់អត់នៅក្នុងតូបហ្នឹងទៀតទេគឺគាត់រត់ចេញពីតូបហ្នឹងទៅឈរនៅមុខតូបហ្នឹងនៅខាងក្រៅណាបងប្អូនហើយគាត់ក៏បានទេទៅប៉ារបស់គាត់ទៅគាត់ថាគាត់ចាំប៉ារបស់គាត់នៅខាងក្រៅណាអញ្ចឹងបន្ទាប់ពីគាត់អង្គុយចាំប៉ាគាត់នៅខាងក្រៅហ្នឹងរហូតដល់ប៉ាគាត់មកទៅបានគាត់ត្រឡប់ចូលទៅក្នុងតូបហ្នឹងវិញអញ្ចឹងគាត់ថាយប់ហ្នឹងផងដែរហ្នឹងក៏វាមានរឿងអីកើតឡើងទៀតដែរប៉ុន្តែនៅពេលស្អែកទើបបានបងរតនៈហ្នឹងបានយករឿងដែលគាត់បានជួបនៅក្នុងតូបដែលគាត់បានជួបហ្នឹងនិយាយប្រាប់ប៉ារបស់គាត់ប្រាប់យាយរបស់គាត់អញ្ចឹងណាថាគាត់បានជួបហេតុការណ៍ខ្មោចលោខ្មោចអីយាយចាន់ក្នុងតូបហ្នឹងអញ្ចឹងទៅប៉ារបស់គាត់ហ្នឹងក៏បាននាំគាត់ហ្នឹងទៅវត្តដើម្បីស្រោចទឹកបន្ទាប់មកបងរតនៈហើយនឹងប៉ារបស់គាត់ហ្នឹងពួកគាត់ហ្នឹងក៏ឈប់ជួលតូបដែលគាត់ស្នាក់នៅរាល់ថ្ងៃហ្នឹងហើយពួកគាត់ហ្នឹងក៏បានតែជួលតូបផ្សេងដែលនៅទីតាំងរៀងឆ្ងាយពីកន្លែងហ្នឹងណាអញ្ចឹងគាត់ថានៅពេលដែលគាត់ទៅនៅកន្លែងតូបផ្សេងហ្នឹងពួកគាត់ក៏មិនដែលបានជួបហេតុការណ៍ឬក៏ត្រូវបានខ្មោចលងអីទៀតដែរហើយបងរតនៈបាននិយាយទៀតថារឿងរ៉ាវដែលគាត់បានជួបប្រទះនៅក្នុងតូបហ្នឹងណាវាគឺជារឿងគួរឲ្យខ្លាចខ្លាំងមែនទែនហើយរឿងហ្នឹងគឺគាត់អត់ដែលបានជួបនោះទេវាជារឿងលើកទី1ហើយដែលគាត់បានជួបប្រទះនៅហេតុការណ៍ដ៏គួរឲ្យរន្ធត់នៅក្នុងតូបហ្នឹងណាហើយសាច់រឿងរបស់បងរតនៈហ្នឹងគឺមានតែប៉ុណ្្នឹងនោះទេហើយសម្រាប់សាច់រឿងហ្នឹងតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងហ្នឹងណាបាទសម្រាប់អេមីនវិញអេមីនគិតថាវាគឺជារឿងដែលគួរឲ្យខ្លាចខ្លាំងមែនតើដែលវាបានកើតឡើងនៅក្នុងតូបណានិយាយទៅមិនថានៅកន្លែងណានោះទេមិនថានៅផ្ទះឬក៏នៅតូបឬក៏នៅកន្លែងតំបន់ណាគឺសុទ្ធតែមានប្រភេទពួកអមនុស្សដែលពួកគេហ្នឹងបានរស់នៅអញ្ចឹងហើយពេលដែលយើងចូលទៅនៅកន្លែងណាឬក៏ទៅកន្លែងណាមួយហ្នឹងយើងគួរតែសុំគេឬក៏យើងនិយាយដាក់គេឲ្យល្អរស់នៅកន្លែងគេឲ្យល្អអញ្ចឹងណាហើយមីនក៏សូមឲ្យបងប្អូនទាំងអស់គ្នាហ្នឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel មីនម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូខ្មោចរបស់យើងបន្តទៀតហើយមីនក៏សូមអរគុណដល់បងប្អូនដែលខំចំណាយពេលស្ដាប់សាច់រឿងរបស់យើងហ្នឹងតាំងពីដើមរហូតមកដល់ទីបញ្ចប់ជាចុងក្រោយមានតែពាក្យអរគុណដល់ប្រិយមិត្តនិងបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាណាជួបគ្នានៅវីដេអូសាច់រឿងរបស់យើងបន្តទៀតបាយបាយ